នៅឆ្នាំ2016រូបថតមួយបានរីករាលដាលពាសពេញពិភពលោកនៅក្នុងរូបថតដ៏គួរឲ្យរំជើបរំជួលនោះអ្នកស្ម័គ្រចិត្តម្នាក់កំពុងផ្ដល់អាហារនិងទឹកដល់ក្មេងប្រុសម្នាក់ដែលអាក្រាតកាយស្គមស្គាំងនិងត្រូវបបង់ចោលដោយសារគេចោទថាជាក្មេងអាបធ្មប់មនុស្សជាច្រើនបានឃើញរូបភាពទាំងនេះដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលប៉ុន្តែមិនមែនគ្រប់គ្នាដឹងថាតើមានអ្វីកើតឡើងចំពោះក្មេងប្រុសតូចនេះ10ឆ្នាំក្រោយមកនោះទេសូមទស្សនាវីដេអូនេះពេញដើម្បីស្វែងយល់កុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលដែល admin បានបង្ហោះតបន្តទស្សនាទោះបីជាវាជាបទដ៏ក្រិតនៅក្នុងរដ្ឋអាខ្វាលល្បំដែលជាកន្លែងដែលក្មេងប្រុសតូចនោះត្រូវបានគេរកឃើញក៏ដោយក៏ការអនុវត្តនៃការចោទប្រកាន់កុមារថាជាអាបធ្មប់នៅតែបន្តកើតមាននៅក្នុងសហគមន៍មួយចំនួនជំនឿលើមន្តអាគមប៉ះពាល់ដល់មនុស្សនៅទូទាំងពិភពលោកកុមារដែលត្រូវបានចោទប្រកាន់ពីបទអាបធ្មប់ត្រូវបានក្រុមគ្រួសារនិងសហគមន៍របស់ពួកគេបដិសេធនិងបោះបង់ចោលជាញឹកញាប់ក្នុងករណីខ្លះពួកគេក៏ត្រូវបានសម្លាប់ផងដែរដោយគ្មានការគាំទ្រកុមារទាំងនេះមានហានិភ័យធ្ងន់ធ្ងរដល់ជីវិតដោយសារតែកង្វះអាហារូបត្ថម្ភពួកគេក៏ត្រូវបានបដិសេធមិនឲ្យទទួលបានការអប់រំផងដែរដោយសារតែសាលារៀនមិនទទួលយកកុមារដែលសង្ស័យថាជាអាបធ្មប់មេដឹកនាំសាសនានៅក្នុងប្រទេសនីសេរីយ៉ាតែងតែចោទប្រកាន់កុមារតូចៗពីបទអាបធ្មប់ដើម្បីឲ្យឪពុកម្ដាយរបស់ពួកគេចំណាយប្រាក់សម្រាប់ពិធីដេញព្រាយបិសាចជាអកុសលវាតែងតែកើតឡើងដែលឪពុកម្ដាយទាំងគ្មានលុយដើម្បីបង់ថ្លៃសាលាឬពួកគេមិនចង់ធ្វើវាហើយដូច្នេះពួកគេសម្រេចចិត្តបបង់ចោលកូនរបស់ពួកគេដោយខ្លាចថាពួកគេខ្លួនឯងនឹងត្រូវចោទប្រកាន់ពីបទអាបធ្មប់ឪពុកម្ដាយរបស់ក្មេងប្រុសក្នុងរូបថតនេះមិនមានករណីលើកលែងនោះទេពួកគេគ្រាន់តែបបង់ចោលកូនប្រុសរបស់ពួកគេនៅលើផ្លូវដោយសារតែគាត់ត្រូវបានចោទប្រកាន់ពីបទអាបធ្មប់ដូច្នេះក្មេងប្រុសតូចដែលស្គមស្គាំងដែលមិនមានអាហារឬសូម្បីតែទឹកបរិភោគគឺជិតស្លាប់ដោយសារភាពអត់ឃ្លានតាមរបាយការណ៍គាត់បានរស់នៅតែម្នាក់ឯងអស់រយៈពេល78ខែដោយបរិភោគអាហារសេសសល់គាត់បានយកអាហារពីអ្នកដំណើរនិងគាត់សម្រាមស្វែងរកចំណីអាហារគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងក្មេងក្រីក្រនេះទេអ្នកធ្វើដំណើរបានដើរកាត់គាត់ហើយវាមិនពិបាកទាយទេថាតើនឹងមានអ្វីកើតឡើងចំពោះក្មេងតូចនោះប្រសិនបើអ្នកស្ម័គ្រចិត្តជនជាតិដៃណាម៉ាមកពីអង្គការជំនួយឈ្មោះ Ancharing Green Lovin មិនបានកត់សម្គាល់ឃើញក្មេងដែលអត់ឃ្លាននិងត្រូវគេបោះបង់ចោលម្នាក់នេះដោយបានឃើញក្មេងប្រុសតូចនេះនៅលើផ្លូវលោកស្រីអានចាបានឈប់រថយន្តភ្លាមហើយបានផ្ដល់ទឹកដល់ក្មេងប្រុសនោះដោយប្រុងប្រយ័ត្នបន្ទាប់មកនាងបានបីគាត់ហើយនាំគាត់ទៅមន្ទីរពេទ្យដែលនៅជិតបំផុតជាកន្លែងដែលក្មេងប្រុសនោះត្រូវបានផ្ដល់ការព្យាបាលក្មេងប្រុសត្រូវបានទទួលការព្យាបាលសម្រាប់ជំងឺប៉ារ៉ាស៊ីតក្នុងក្រពះគាត់ក៏ត្រូវការបញ្ចូលឈាមដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះកោសិកាឈាមក្រហមហើយនេះគ្រាន់តែជាផ្នែកតូចមួយនៃអ្វីដែលគាត់ត្រូវការព្យាបាលប៉ុណ្ណោះមិនយូរប៉ុន្មានបន្ទាប់ពីការសង្គ្រោះកញ្ញាអិនចាបានចែករំលែកវីដេអូដែលនាងកំពុងផ្ដល់ទឹកដល់ក្មេងប្រុសតូចនោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅលើបញ្ហាដ៏សោកសៅរបស់កុមារអាបធ្មប់និងដើម្បីរៃអង្គាសប្រាក់សម្រាប់ការព្យាបាលវេជ្ជសាស្ត្ររបស់គាត់រូបថតនិងវីដេអូបានរីករាលដាលយ៉ាងខ្លាំងហើយរឿងរ៉ាវរបស់ក្មេងប្រុសតូចនេះបានប៉ះបេះដូងមនុស្សរាប់លាននាក់រឿងរ៉ាវរបស់ក្មេងប្រុសតូចនេះបានជំរុញឲ្យមនុស្សបរិច្ចាគប្រាក់ជាង$1 លានដល់មូលនិធិ African Children Aid Education and Development Foundation ដែលជាអង្គការមិនរកប្រាក់ចំណេញដែលបង្កើតឡើងដោយលោកស្រីអិនចាដែលជួយសង្គ្រោះកុមារដែលត្រូវបានគេហៅថាជាកុមារអាបធ្មប់នៅនីសេរីយ៉ាមិនយូរប៉ុន្មានបន្ទាប់ពីនោះលោកស្រីអានចាបានសម្រេចចិត្តយកក្មេងប្រុសនេះធ្វើជាកូនចិញ្ចឹមហើយដាក់ឈ្មោះឲ្យគាត់ថា Hope នាងបាននិយាយថាថ្ងៃនេះខ្ញុំបានបីក្មេងប្រុសតូចដ៏គួរឲ្យស្រឡាញ់នេះជាលើកដំបូងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងថាគាត់នឹងមិនអាចរស់បានទេរាល់ដង្ហើមរបស់គាត់គឺពិបាកណាស់ហើយខ្ញុំមិនចង់ឲ្យគាត់ស្លាប់ដោយគ្មានឈ្មោះគ្មានកិត្តិយសទេដូច្នេះខ្ញុំដាក់ឈ្មោះឲ្យគាត់ថា Hope 2 ខែបន្ទាប់ពីចាប់ផ្ដើមការព្យាបាល Hope បានជាសះស្បើយពេញលេញចាប់តាំងពីពេលនោះមកក៏បានឆ្លងកាត់ការផ្លាស់ប្ដូរមិនគួរឲ្យជឿកម្លាំងនិងស្នាមញញឹមរបស់គាត់បានត្រឡប់មកវិញហើយគាត់ថែមទាំងលេងជាមួយក្មេងដទៃទៀតផងក្មេងតូច Hope បានស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាគ្រួសារដែលលោកស្រីអានចាបានជំនួសតំណែងម្ដាយរបស់គាត់មួយឆ្នាំក្រោយមកក្មេងប្រុសនោះបានជាសះស្បើយទាំងស្រុងហើយថែមទាំងបានទៅសាលារៀនទៀតផងតាមរយៈរូបភាពទាំងនេះវាបង្ហាញថា Hope ឥឡូវនេះមានសុខភាពល្អទាំងស្រុងហើយថែមទាំងមើលទៅមិនដូចក្មេងដ៏កំសត់ដែលត្រូវបានគេរកឃើញនៅលើផ្លូវនោះទេ
ចាប់តាំងពីឆ្នាំ2017មកហូបបានរស់នៅក្នុងមណ្ឌលកុមារកំព្រាដែលលោកស្រីអិនចានិងស្វាមីរបស់នាងបានបើកនៅភូមិអាគ្នេយ៍នៃប្រទេសនីសេរីយ៉ាសម្រាប់កុមារដែលត្រូវបានបោះបង់ចោលនៅលើផ្លូវដោយសារតែជំនឿវាគឺជាកន្លែងដ៏កក់ក្ដៅនិងគួរឲ្យស្រឡាញ់នៅទីនោះមនុស្សគ្រប់រូបរស់នៅដូចជាគ្រួសារធំមួយហើយកុមារគ្រប់រូបត្រូវបានគេចាត់ទុកដូចជាកូនបង្កើតរបស់ពួកគេផ្ទាល់គាត់ទទួលបានក្តីស្រឡាញ់និងការយកចិត្តទុកដាក់ជាច្រើនដែលជាអ្វីដែលពួកគេត្រូវការយ៉ាងខ្លាំងក្រឡេកមើលរូបថតនេះដែលហូបកំពុងញញឹមយ៉ាងគួរឲ្យស្រឡាញ់និងសម្លឹងមើលភ្នែករបស់គាត់វាពិតជាពិបាកនឹងជឿថាមាននរណាម្នាក់អាចចោទប្រកាន់ក្មេងគួរឲ្យស្រឡាញ់ម្នាក់នេះពីបទអាបធ្មប់ហើយបបងចោលគាត់ឲ្យស្លាប់នោះគ្រាន់តែមួយឆ្នាំនៃការស្រឡាញ់និងការយកចិត្តទុកដាក់បានបង្ហាញក្មេងប្រុសនេះនៅរបៀបរស់នៅខុសគ្នាទាំងស្រុងឥឡូវនេះគ្មាននរណាម្នាក់អាចស្គាល់ក្មេងប្រុសដែលញញឹមម្នាក់នេះទេថាគាត់គឺជាក្មេងប្រុសស្គមស្គាំងដែលធ្លាប់ដូចជាគ្រោងឆ្អឹងកាលពីមុនវាគួរឲ្យកត់សម្គាល់ផងដែរថាលោកស្រីអិនចារៀបការជាមួយបរិសុទ្ធជនជាតិនីសេរីយ៉ាឈ្មោះ David ហើយពួកគេរួមគ្នាគ្រប់គ្រងមជ្ឈមណ្ឌលជំនួយសម្រាប់កុមារដែលត្រូវបានគេបោះបង់ចោលពួកគេផ្ដល់អាហារទីជម្រកការព្យាបាលវិជ្ជសាស្ត្រនិងការអប់រំដល់កុមារប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថាពួកគេមានគ្រួសារដែលស្រឡាញ់និងយកចិត្តទុកដាក់ចំពោះពួកគេលោកស្រីអិនចានិងលោក David ក៏មានកូនបង្កើតផ្ទាល់របស់ពួកគេផងដែរគឺ David Jr ដែលបានរស់នៅជាមួយក្មេងៗទាំងអស់នៅក្នុងមណ្ឌលកុមារកំព្រាតាំងពីកំណើតមកម្លេះលើពីនេះទៅទៀត David Jr និង Hope មានអាយុប្រហាក់ប្រហែលគ្នានៅពេលដែល Hope ត្រូវបាននាំមកមណ្ឌលកុមារកំព្រា David គឺជាមនុស្សដំបូងគេដែលក្មេងប្រុសដែលភ័យខ្លាចនោះបានចាប់ផ្ដើមនិយាយជាមួយហើយឥឡូវនេះពួកគេបានក្លាយជាមិត្តល្អបំផុតនៅឆ្នាំ2022 Hope បានជួបឪពុកម្ដាយបង្កើតរបស់គាត់ឡើងវិញនៅក្នុងការបង្ហោះនៅលើ Facebook របស់នាងលោកស្រីអិនចាបានចែករំលែករូបថតរបស់ Hope ជាមួយឪពុករបស់គាត់ហើយក្មេងប្រុសនោះមើលទៅសប្បាយចិត្តនៅពេលដែលបានឃើញគាត់នាងបាននិយាយថានៅពេលយើងត្រឡប់មកវិញហូបបានយកទូរស័ព្ទរបស់ខ្ញុំហើយសប្បាយចិត្តណាស់ដែលបានបង្ហាញរូបរបស់គាត់និងឪពុករបស់គាត់ដល់ក្មេងៗដោយក្មេងដទៃទៀតធ្វើនៅពេលដែលពួកគេត្រឡប់មកពីផ្ទះហើយនៅក្នុងខែកញ្ញាឆ្នាំ2023ហូបទីបំផុតបានជួបម្ដាយរបស់គាត់យោងតាមបុគ្គលិកមនុស្សធម៌ម្ដាយរបស់ហូបដែលជាអនិកជននៅពេលនោះបានមានផ្ទៃពោះខណៈដែលឪពុករបស់គាត់ជាមេភូមិមានអាយុជិត50ឆ្នាំបានជ្រើសរើសនាងជាភរិយាហើយនាងបានផ្ដល់កំណើតដល់ហូបនៅពេលដែលនាងមានអាយុត្រឹមតែ15ឆ្នាំប៉ុណ្ណោះចាប់តាំងពីពេលនោះមកម្ដាយរបស់ហូបបានរស់នៅជាមួយគាត់មួយរយៈហើយពួកគេមានទំនាក់ទំនងជិតស្និទ្ធគាត់ត្រូវបានចំណាយពេលខ្លះដើម្បីអភ័យទោសដល់នាងប៉ុន្តែនៅក្នុងរឿងរ៉ាវរបស់គាត់ម្ដាយរបស់គាត់ត្រូវបានបង្ហាញថាមិនមានកំហុសទេសប្តាហ៍ថ្ងៃនេះហូបកាន់តែរឹងមាំឡើងគាត់នៅតែរស់នៅក្នុងមណ្ឌលកុមារកំព្រាហើយហៅលោកស្រីអិនចាថាជាម្ដាយរបស់គាត់ក៏ជួយកុមារដទៃទៀតនិងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីគាំទ្រឪពុកម្ដាយចិញ្ចឹមរបស់គាត់នៅក្នុងការងារសំខាន់របស់ពួកគេតាមរយៈថវិកាមូលនិធិសប្បុរសធម៌របស់លោកស្រីអិនចានៅក្នុងប្រទេសនីសេរីយ៉ាមណ្ឌលកុមារកំព្រាថ្មីមួយកំពុងត្រូវបានសាងសង់ដែលមានឈ្មោះថាដែនដីនៃក្តីសង្ឃឹមមនុស្សមួយចំនួនធំមកពីជុំវិញពិភពលោកបានបរិច្ចាគដល់ស្ត្រីម្នាក់នេះដែលមានបេះដូងដ៏ធំមនុស្សបន្តបរិច្ចាគហើយលោកស្រីអិនចាប្រើប្រាស់ថវិកានេះដើម្បីសង្គ្រោះជីវិតកាន់តែច្រើនចំពោះរង្វាន់សម្រាប់ការងារលំបាករបស់នាងលោកស្រីអិនចានិយាយថាការឃើញស្នាមញញឹមរបស់កុមារទាំងនេះគឺជារង្វាន់ដ៏ល្អបំផុតដែលនាងអាចស្រមៃចង់បានឥឡូវនេះស្នាមញញឹមរបស់ហូបគឺជានិមិត្តសញ្ញានៃក្តីសង្ឃឹមវាគឺជាភស្តុតាងដែលថាកិច្ចការដ៏អស្ចារ្យអាចសម្រេចបាននៅពេលដែលមនុស្សរួបរวมគ្នាដើម្បីគោលដៅតែមួយយើងមិនគួរភ្លេចថាទោះបីជារឿងរបស់ហូបមានទីបញ្ចប់ដ៏រីករាយក៏ដោយក៏នៅតែមានកុមារជាច្រើនដែលរស់នៅក្នុងស្ថានភាពស្រដៀងគ្នានេះដែរបន្ទាប់ពីទស្សនាវីដេអូនេះចប់តើអ្នកទាំងអស់គ្នាគិតថាតើអ្វីជាមេរៀនសំខាន់បំផុតដែលអ្នកអាចទាញយកបានពីដំណើរជីវិតរបស់ហូបចាប់តាំងពីពេលដែលគាត់ត្រូវបានគេបោះបង់ចោលរហូតដល់ការផ្លាស់ប្ដូរជីវិតរបស់គាត់ក្នុងនាមជានិមិត្តសញ្ញានៃក្តីសង្ឃឹមសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត